ស្ពឹកក្តៅកាហាយបាត់ដៃបាត់ជើងនឹងដើរទៅជន់ដើរថាមេឈើវិញព្រៃលែងចង់ដឹងណាខ្ញុំឈ្មោះអៀងរុននៅភូមិស្វាយកដាឃុំស្វាយទីភ្នំស្រុកស្រីថោខេត្តកំពង់ចាមលោកពូមានបច្ចុប្បន្នបានហើយលោកពូខ្ញុំមានបច្ចុប្បន្ន70ហើយ70ហើយ70ហើយនៅតែមមចាលោកពូមុនពេលលោកពូភាសាជាមួយនឹងវីហូបតើលោកពូមានបញ្ហាជំងឺសន្លាក់អ្វីខ្លះដែរលោកពូខ្ញុំមានជំងឺសន្លាក់ឈឺសន្លាក់ក្បាលជង្គង់និងក្តៅកាហាយបាតជើងហើយនឹងចាក់ឈីបនៅចុងជើងបាទឈឺសន្លាក់ក្បាលជង្គង់ហ្នឹងឈឺយូរណាស់លោកពូឈឺ6 7ឆ្នាំហើយខ្ញុំឈឺតាំងពីជំនាន់ខ្ញុំនៅកងចល័តជំនាន់ពើណាបាទយូរណាស់ចូល20 30ឆ្នាំហើយពេលឈឺសន្លាក់ក្បាលជង្គង់អញ្ចឹងពិបាកធ្វើចរណាពិបាកធ្វើការបាទអត់មានតែពេលឈឺម្សានៅទៅលើខែដល់លងខែអស់ហើយបាទនៅទៅលើខែនឹងដើរទៅបត់ជើងសឹងតែមួយតរយៈកាលមួយខែទៅកន្លះខែហ្នឹងបានធូរស្បើយចាតើបានសម្រាកសិនបាទបានស្រកទៅបន្តិចម្ដងបានដើរបានអូឈឺនឹងធ្វើឲ្យហើមដែរឈឺនឹងហើមក្បាលជង្គង់នឹងហើមដើរមិនរួចទេហ្មងបាទដើររួចទេហើយដល់ចុចទៅព្រុកធ្វើតាក់ចុចពីខាងនេះប៉ោងខាងនេះចុចខាងនេះទៅប៉ោងខាងនេះបាទដល់ពេលរយៈកាលកន្លះខែទៅមួយខែហ្នឹងលក់កាលហ្នឹងខ្ញុំលក់គោខ្ញុំគោច្រើនខ្ញុំលក់គោមួយមើលអស់គោមួយជាបណ្ដោយអស់គោបាទលក់គោមើលខ្លួនហ្មងហ្នឹងហើយបញ្ហាស្ពឹកបាត់ដៃបាត់ជើងហ្នឹងស្ពឹកក្តៅកាហាយស្ពឹកក្តៅកាហាយបាទស្ពឹកក្តៅកាហាយបាត់ដៃបាត់ជើងហ្នឹងដើរទៅជន់ដើរថាមេឈើវិញព្រៃលែងចង់ដឹងណាដែលវាក្តៅហ្នឹងស្ពឹកហ្នឹងចង់ធ្វើដើរទៅបានជាបាថ្នាំហ្នឹងទៅក៏បានស្រួលតិចបន្តទៅថ្ងៃហ្នឹងទៅបាទលោកពូបាទអញ្ចឹងបញ្ហាស្ពឹកបាត់ដៃឈឺក្បាលជង្គង់នេះគឺឈឺរហូតដល់ហើមពិបាកដើរបាទចាពេលហ្នឹងពិបាកចិត្តទេលោកពូដល់ពេលឈឺយូរឆ្នាំពិបាកចិត្តណាពិបាកឈឺម្ដងសឹងទៅលើកដៃឡើងលើបនធន់អស់ហើយហ្មងទៅជានឹងដូចខ្ញុំថាតើអស់គោមួយបានជាចាបាទអស់លុយគោហ្នឹងជាហ្មងអូស្រុកជុំវិញជាសោយថាដំបូងគេថាខ្ញុំបក្រៀងហើយចប់ហ៎ខ្លួនឯងចប់ហ៎បក្រៀងហ្នឹងហើយទៅណាលេងរួចស្វាត់ដៃស្វាត់ជើងហើយចាបាទខ្ញុំវាថាវាល្អទៅដូចថាវាចេះតែស្រួលទៅជាវិញទៅហ្នឹងហើយចាលោកពូខ្ញុំកាលនោះខ្ញុំចេះផងខ្ញុំវានៅក្រខ្ញុំវារយមិនបានខ្ញុំលោកកបិតនោះធ្លាក់ទៅកពតរតនគិរីដកគិរីបាទប៉ៃលិនអីខ្ញុំទៅដែរបាទទៅលោកកបិតលោកកដៀវលោកបថៅដល់មកជុំប្រទេសតកៅរីរុំធ្លាក់តកងយើងគិតមើលធ្លាក់តកងរហូតចាបាទដល់ធ្វើទុកក្បាលជង្គង់ណាចុះកន្លងមកពេលដែលលោកពូមានបញ្ហាទាំងអស់នឹងកាត់ឡើងលោកពូធ្លាប់បានទៅព្យាបាលឬក៏ធ្លាប់បានចំណាយថវិកាដោះស្រាយទៅថាខ្ញុំបានទៅព្យាបាលក្មួយខ្ញុំពេទ្យដែរចាបាទក្មួយខ្ញុំពេទ្យនៅភ្នំពេញហ្នឹងវាទៅ3ថ្ងៃហ្នឹងក៏ខ្ញុំទៅតែរៀងមិនស្រួលខ្ញុំទៅចាក់ពី3ថ្ងៃទៅស្រួលខ្ញុំមកផ្ទះវិញមកចាបាទចំណាយកន្លងមកបានប្រសិទ្ធភាពដែរទេលោកពូបាទបានទៅជួនកាលទៅក្មួយទៅវាចាក់ទៅក៏ធូរទៅក៏បានមកថ្នាំនឹងក៏ជួយទៅផ្សំទៅវាធូរតាមហ្នឹងទៅណាបាទមានវិស័យបនថ្នាំនឹងផងបាទចាប់ពេលដែលលោកពូងាកមកទទួលទានជាមួយវីហូបនេះលោកពូចាប់ផ្ដើមបានផលក្នុងប្រអប់ប្រទេសមួយណាដែរខ្ញុំចាប់បានផលប្រទេសនេះប្រទេសហ្នឹងបានអានឹងតែមួយតែមកមុខហ្នឹងបានពីប្រអប់ហ្នឹងយកមកហ្នឹងលោកពូភាសាបានប្រហែលថ្ងៃដឹងថាបានធូរលបាក់ប្រហែលជាចូលមួយខែដែរបានដឹងសភាពខាចុះអាចធូរទេថាចាធូរដំបងគេធូរទៅលើបញ្ហាដែរធូរដំបងគេធូរកាហាយហើយអាចចាក់ឈិបហ្នឹងកាហាយលេងដូចមុនបាទយកវាបាត់ទៅថាចុយថាបាត់អត់ដឹងខ្លួនដឹងត្រូវថ្នាំអីចាបាទហ្នឹងវាហូបហ្នឹងបាទព្រោះលេបហ្នឹងរងថ្ងៃមិនចឹងចាលោកពូភាសាអស់មកប្រអប់គឺដឹងធូរបាត់មុនគេគឺក្តៅកាហាយបាត់ជើងក្តៅកាហាយបាត់ជើងចាក់ឈឹបហ្នឹងចាចុះក្បាលជង្គង់វិញលោកពូលេងហើក្បាលជង្គង់ហ្នឹងវាលេងហើប៉ុន្តែគ្រាន់នៅឈឺនៅដូចថាធ្វើការខ្លាំងដូចខ្ញុំនិយាយមិញហ្នឹងថាធ្វើខ្លាំងលើកធ្ងន់ចាប់ឈឺបើវាអត់ហើទេគ្រាន់តែឈឺក្នុងក្បាលជង្គង់ហ្នឹងចាបាទតែធូរមុនគេគឺក្តៅកាហាយបាត់ជើងក្តៅកាហាយបាត់ជើងចាលោកពូអាចចាក់ហាងឈីបហ្នឹងណាលោកពូស្គាល់វីហូបតាមរយៈណាដែរ
ก็វាហូបតាមរយៈមើលទូរស័ព្ទនឹងចេះអូទៅស្អាតឃើញលោកគ្រូផ្សាយវាហូបនឹងសុភាគេដែរនឹកឃើញថាអីអ្នកជំងឺដូចខ្ញុំដែរថានេះខ្ញុំតែតាមនឹងតែយកវាហូបបដ ாய் មើលតាមវីដេអូ បាទតាមវីដេអូដែរបាទ លោកពូនិយាយនេះជាពាក្យពិតទេលោកពូថាហូបទៅបានផល អូពិតបានហ៊ាននិយាយបើមិនពិតខ្ញុំអត់បើមិនពិតមិនឲ្យលោកគ្រូមកដល់ផ្ទះទេបាទលោកគ្រូមិនបាច់មកទេមិនយ៉ាងបាទពិតបានទៅឲ្យលោកគ្រូមកផ្ទះ ក្រុមហ៊ុនមានបញ្ចុះបញ្ចូលលោកពូឬក៏ស៊ីសនុកសោកប៉ាន់អីទេលោកពូ អត់មានទេអត់មានដូចខ្ញុំថាអញ្ចឹងមើលតាមទូរស័ព្ទហ្នឹងទៅអូទៅឃើញជំងឺអញ្ចឹងខ្ញុំតែតាមនឹងយកមកបានធូរសះស្បើយសូមឲ្យក្រុមហ៊ុនសុភាតែម្ដងបាទសុភាបាទបើមិនជឿទេមិនឲ្យក្រុមហ៊ុនមកទេបាទហ្នឹងជឿស័ក្តិសិទ្ធបានឲ្យថាមកដល់ផ្ទះមកសុភាចោះខ្ញុំអត់ធ្វើម៉េចទេបាទចាសូមអរគុណលោកពូ បាទសូមអរគុណ